ជំរាបសួរប្រិយមិត្តអរគ្នាថ្ងៃនេះក្រុមយើងខ្ញុំនឹងមកធ្វើបទបង្ហាញអំពីការចម្អិនស្ប៉ាហ្គាទីតាមបែបអ៊ីតាលីគ្រឿងក្រៅរបស់យើងមានខ្ទឹមសស្ករសម្រេចអំបិលរ៉ូឌីនេះ chili powder pasta sauce សាច់ហាម hot dog cooking cream និងយើងមិនអាចខ្វះបានស្ប៉ាហ្គាទីជាបន្តទៅទៀតយើងខ្ញុំទាំងអស់គ្នានឹងបង្ហាញការចម្អិនស្ប៉ាហ្គាទីឥឡូវដំបូងមកយើងដាំទឹកក្តៅដល់ពុះតែមកយើងដាក់អំបិលខ្លះចូលទឹកក្តៅហើយតែមកពេលពុះខ្លាំងយើងដាក់ស្ប៉ាហ្គាទីចូលហើយដាក់កំណត់10នាទីឥឡូវក្នុងឡើងពេលចាំទឹកពុះយើងកាត់សាច់ hot dog ជាដុំហើយនឹងយើងកាត់សាច់ ham ជាចំណិតវែងក្នុងអំឡុងពេលយើងចាំស្ប៉ាហ្គាទីរបស់យើងពុះយើងធ្វើការមកឆាគ្រឿងជាមុនសិនជាដំបូងយើងចាក់ខ្លាញ់ចាក់ល្មមហើយយើងធ្វើការដាក់ខ្ទឹមសមួយស្លាបព្រាបាយហើយយើងលីងខ្ទឹមសឲ្យឈ្ងុយបន្ទាប់មកយើងដាក់ pasta sauce បន្ទាប់មកទៀតយើងធ្វើការដាក់ hot dog ជាបន្តយើងធ្វើការដាក់អំបិលមួយស្លាបព្រាបាយដាក់ស្ករមួយស្លាបព្រាបាយដូចគ្នាបន្ទាប់មកយើងដាក់អំបិលរ៉ូឌីមួយស្លាបព្រាបាយដូចគ្នាហើយយើងធ្វើការដាក់ម្សៅម្ទេសចំនួនមួយចុងស្លាបព្រាបាយហើយយើងធ្វើការដាក់ ham ចូលហើយយើងធ្វើការច្របល់វាចូលគ្នាជាមួយនឹងគ្រឿងស្ប៉ាហ្គាទីជាបន្ទាប់ pasta ស្ប៉ាហ្គាទីរបស់យើងពុះហើយយើងធ្វើការចាក់ទឹកចោលយើងធ្វើការចាក់ cooking cream ហើយឥឡូវនេះយើងធ្វើការដាក់ស្ប៉ាហ្គាទីចូលក្នុងគ្រឿងដែលយើងកូរហើយឥឡូវនេះស្ប៉ាហ្គាទីរបស់យើងឆ្អិនហើយយើងធ្វើការដួសដាក់ចានដើម្បីចែកក្រុមការងារយើងភ្លក់ទាំងអស់គ្នាHow does it taste? Really good. Yeah. Really good. Can you rate it from 1 to 10? 10. Oh yeah.